នារីនោះញាប់ឲ្យយ៉ាងខ្លាំងថាប្អូនស្រីដែលចិញ្ចឹម18ឆ្នាំមិនមែនជាជាបង្កើតទេចំណែកប្អូនបង្កើតរបស់នាងត្រូវបានគេបដូរជីវិតរស់នៅខាងក្រៅដោយត្រូវគេធ្វើបាបអស់ជាច្រើនឆ្នាំនួនឃើញប្អូនស្រីបង្កើតភ័យខ្លាចនិងស្លូតបូតពេកនាងអង្អែលក្បាលធ្នំដើម្បីលើកទឹកចិត្តកុំខ្លាចអីនៅក្នុងផ្ទះនេះខ្ញុំជាបងស្រីជាអ្នកសម្រេចមួយរំពេចអូនស្រីក៏មានអារម្មណ៍ថាខ្លួនបានមកដល់ក្នុងរង្វង់ដៃរបស់បងស្រីភាពឯកោអស់ជាច្រើនឆ្នាំក៏ប្រែជាកក់ក្ដៅការការពារប្អូនរបស់ឈីងនួនយ៉ាងដាច់ខាតនេះធ្វើឲ្យប្អូនស្រីមានកន្លែងចូលកោននៅក្នុងផ្ទះនេះខុសពីនារីកូនប្រសាចម្លងនោះនាងតែងតែពឹងផ្អែកលើឋានៈដើម្បីបានអ្វីតាមឬសម្ដែងជាមនុស្សស្លូតត្រង់ដើម្បីទទួលបានការស្រឡាញ់ពីឪពុកម្ដាយថែមទាំងហ៊ានបង្កប់បញ្ហានៅខាងក្រៅដោយមិនខ្លាចញើតែឪពុកម្ដាយរបស់ឈីងនួនតែងតែលំអៀងទៅរកនាងនោះឲ្យតែនាងធ្វើជាគួរឲ្យអាណិតម្ដាយតែងតែអាណិតនាងថែមទាំងហ៊ានឆ្លោះទាស់ទែងជាមួយឈីងនួនទៀតផងជាច្រើនឆ្នាំមកនេះឈីងនួនធ្លាប់អត់ទ្រាំនឹងភាពលំអៀងនេះដោយនាងគិតថានាងជាប្អូនស្រីរបស់ខ្លួននាងតែងតែរៀបចំដោះស្រាយរឿងញ៉ៃៗរបស់នារីកូនប្រសាចម្លងនោះរហូតមកដល់ថ្ងៃនេះពេលដឹងថាកូនស្រីចិញ្ចឹមមិនមែនជាប្អូនបង្កើតស៊ិននួនក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមនោះនាងក៏សង្ស័យខ្លាំងលើការផ្លាស់ប្ដូរកូនអ្នកដែលបដូរថតកូនគឺមានអារម្មណ៍សង្ស័យខ្លាំងណាស់ដូច្នេះស៊ិននួនក៏ចាប់ផ្ដើមធ្វើការស៊ើបអង្កេតភ្លាមដោយប្រើវិធីសាស្ត្រលឿនរហ័សមិនយូរប៉ុន្មាននាងក៏រកឃើញកាមេរ៉ាសុវត្ថិភាពសម័យជាបានរកឃើញតម្រុយគួរឲ្យសង្ស័យក្នុងវីដេអូស៊ិននួនជឿជាក់ថានេះគឺជាផែនការខុបខិតដែលរៀបចំទុកជាមុនដើម្បីលាបត្រដាងការពិតនឹងអ្នកនៅពីក្រោយរឿងនេះពិសេសដើម្បីប្អូនបង្កើតដែលបាត់បង់ជីវិត18ឆ្នាំស៊ិននួនក៏ត្រឡប់មកផ្ទះត្រកូលស៊ិនវិញភ្លាមពេលនោះកូនស្រីខ្លាយកំពុងរងចាំម្ដាយរងចាំនាងមកដល់ដើម្បីបង្អាប់ឌឺដងចង់ប្រាប់ស៊ិននួនថានាងជាកូនសំណប់របស់ឪពុកម្ដាយស៊ិននួនមិនខ្វល់ពីមនុស្សគួរឲ្យស្អប់ខ្ពើមនោះទេនាងក៏សួរឪពុកនាងចំតើអូនស្រីបង្កើតរបស់ខ្ញុំនៅឯណាម្ដាយស្ដាប់ហើយមិនពេញចិត្តភ្លាមគាត់ស្ដីបន្ទោសស៊ិននួនថាមិនគិតពីអារម្មណ៍កូនស្រីចិញ្ចឹមពេលនេះមិនមែនជាពេលមកសម្ដែងក្តីស្រឡាញ់ស៊ីជម្រៅទេពិសេសជាមួយអ្នកក្រៅដែលគ្មានអត្តសញ្ញាណច្បាស់លាស់តើនាងនៅឯណាត្រង់នេះនៅរងចាំទៀតឈីងឡនហាំមិនឲ្យនាងទៅឋានសួគ៌ស្រាប់តែឃើញក្មេងស្រីម្នាក់តូចស្គមអង្គុយត្រង់លើដីនាងសម្លឹងមើលមុខនោះវាដូចលោកយាយនាងបេះបិទពេលនោះឈីងឡនក៏ដឹងចិត្តខ្លួនឯងតាមពិតនាងមិនមែនស្អប់អូនស្រីទេតែផ្ទុយទៅវិញនាងខឹងតែចរិតក្អេងក្អាងរបស់ក្មេងស្រីម្នាក់នោះឈីងឡនក៏អង្គុយចុះយឺតស្រាប់តែឃើញស្នាមរបួសលើថ្ងាសប្អូនក៏សួរនាំភ្លាមទើបដឹងថាប្អូនរងការធ្វើបាបពីឪពុកចិញ្ចឹមក្នុងចិត្តនាងអាណិតខ្លាំងណាស់ពេលនេះឪពុកម្ដាយនាងហាក់មិនចូលចិត្តគាត់មានប្អូនស្រីនេះទេក្មេងស្រីម្នាក់ទៀតចាត់ទុកនាងជាបន្លាក្នុងភ្នែកចាប់ពីថ្ងៃនេះទៅគ្មាននរណាម្នាក់អាចប៉ះពាល់អ្នកបានទៀតទេនៅក្នុងផ្ទះនេះបងស្រីមិនអាចទទួលយកបានទេចិត្តទុនបានខ្លាចជាកម្លាំងជំរុញតែមួយគត់របស់អូនស្រីក្នុងនាមជាបងស្រីនាងក៏ចង់ផ្ដល់អ្វីដែលល្អបំផុតដែរយ៉ាងណាមិញពេលប្រឈមមុខនឹងទំនិញប្រណិតនិងគ្រឿងអលង្ការថ្លៃនិងសម្លៀកបំពាក់ស្អាតទាំងនោះតែប្អូនស្រីធ្វើដូចមិនអាចប៉ះបានអីចឹងគ្រប់យ៉ាងហាក់ដូចជាយកសពសម្រាប់នាងខ្លាចប៉ះទៅវាបាត់បង់ទៅវិញឃើញប្អូនបែបនេះកាន់តែអាណិតខ្លាំងណាស់ហើយស្ពតក្នុងចិត្តថានឹងការពារនាងឲ្យបានល្អជឿជាក់ថានេះគឺជាផ្ទះរបស់អ្នកកាលមុនមានគេលួចជីវិតអ្នកឥឡូវអ្នកបានត្រឡប់មកវិញហើយគ្មាននរណាម្នាក់អាចបណ្ដេញអ្នកបានទេឈរឲ្យត្រង់ខ្លួនទៅយប់នេះអ្នកត្រូវសម្រាកឲ្យបានល្អបាក់ទោះខ្ញុំមិនមែនកូនបង្កើតតែម៉ាក់នៅតែជាម្ដាយខ្ញុំជានិច្ចបងស្រីខ្ញុំដឹងថាសុខភាពបងមិនសូវល្អទេជប់ធ្វើឲ្យនាងពិបាកចិត្តទៅទាំងអស់នេះជាកំហុសខ្ញុំមិនគួរនៅផ្ទះត្រកូលសិនទេអ្នកត្រូវរៀបចំបន្ទប់ជាន់ទី2ឲ្យសិនឡងនៅហើយគាត់នឹងរបស់ជំនាញខ្ញុំបង្កបញ្ហាដល់បញ្ហាអ្វីគឺអ្នកនេះគឺជាកំហុសរបស់ខ្ញុំទាំងអស់គឺខ្ញុំមិនគួរបង្ហាញខ្លួននៅផ្ទះត្រកូលសិនទេអ្នកនិយាយថាត្រូវរៀបចំបន្ទប់ទទួលភ្ញៀវនៅជាន់ទី2ខាងលិចសម្រាប់សិនឡងរស់នៅហើយចំពោះម្ហូបអាហារនិងការរស់នៅប្រចាំថ្ងៃរបស់ឈីងយីក្រោយពេលនេះត្រូវទទួលខុសត្រូវទាំងស្រុងដោយអ្នកបើមានបញ្ហាអ្វីកើតឡើងកញ្ញាវ៉ាងដែលជាអ្នកបង្កកំហុសគីមថនហេតុអ្វីក៏អ្នកធ្វើបែបនេះឋានៈឬឫសគល់របស់គេជាអ្វីជនក្រៅម្នាក់ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ស្នាក់នៅទីនេះអស់18ឆ្នាំហើយរស់នៅក្នុងផ្ទះត្រកូលសិនសុខស្រួលប៉ុណ្ណេះល្អណាស់ទៅហើយនៅចង់ឲ្យនាងបន្តធ្វើជាកូនស្រីជំទាវធំទៀតមិនក៏អ្នកចិត្តដាច់ម្លេះខ្ញុំជាអ្នកថែរក្សា